សួរបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំសូមមក review ក៏ដូចជាការបង្ហាញអំពី app ដែលយើងប្រើដើម្បីគ្រប់គ្រង stock អញ្ចឹងមិនថាបងប្អូនជាសហគ្រាសធុនតូចមធ្យមឬក៏ធំមិនថាស្ថាប័នរដ្ឋឬក៏ឯកជនទេបងប្អូនអាចយក app នេះទៅប្រើប្រាស់បានដូចគ្នាហើយសម្រាប់មានតម្រូវការលើសពីអ្វីដែលខ្ញុំបង្ហាញនេះអាចសួរនាំខាងខ្ញុំបន្ថែមព្រោះយើងអាចធ្វើការ customize បានយើងអាចប្រើបានដូចគ្នាដែរដើម្បីធ្វើការគ្រប់គ្រងនៅចរន្ត stock ចេញ stock ចូលក៏ដូចជាការរាប់ដើម្បីផ្ទៀងផ្ទាត់បងប្អូនអាចរាប់ប្រចាំថ្ងៃប្រចាំសប្តាហ៍ឬក៏ប្រចាំខែអញ្ចឹងយើងអាចរាប់បានគ្រប់ពេលទាំងអស់នៅពេលដែលយើងចង់ឆែកហើយសម្រាប់ឯកសារគឺវា generate auto ហើយបងប្អូនគ្រាន់តែរាប់ទៅវា generate auto អញ្ចឹងយើងទៅមើលទាំងអស់គ្នាថាតើមានអីពិសេសសម្រាប់ app គ្រប់គ្រង stock របស់យើងអញ្ចឹងនេះគឺមាន3ចំណុចធំៗនេះដែលមាន inventory មាន sell មាន report ប៉ុន្តែអ្វីដែលសំខាន់ថ្ងៃនេះខ្ញុំសូមបង្ហាញទៅក្នុង inventory គឺ stock របស់យើងណាយើងអាចចុចចូលអញ្ចឹងសួរថានៅក្នុង inventory ហ្នឹងយើងមានអីខ្លះអញ្ចឹងនៅនេះយើងមានជាផលិតផលក៏តា stock ចូលក៏តា stock ចេញដូចជាការរាប់ stock មានផ្ទេរមានកែតម្រូវឬហៅថា stock adjustment ហើយយើងមានរបាយការណ៍ដែលគ្រប់គ្រងអំពីសុពលភាពរបស់ផលិតផលហើយនឹងមានរបាយការណ៍ផ្សេងៗទៀតដែលយើងអាចមើលបាននៅក្នុងនេះអញ្ចឹងឯនេះខ្ញុំផ្ដោតទៅលើការរាប់ stock អញ្ចឹងមុននឹងរាប់យើងទៅមើលផលិតផលយើងទាំងអស់គ្នាថាតើមានផលិតផលអីខ្លះជានៅក្នុងផលិតផលរបស់យើងនេះយើងមាន6ផលិតផលដែលមានចំនួន4ផ្នែកអញ្ចឹងយើងមើលទាំងអស់គ្នាខ្ញុំឧទាហរណ៍ខ្លីៗទេយើងឧទាហរណ៍ផ្នែកខ្លួនផ្នែក body drinks face ក៏ដូចជា hair ជាមាន6ជាសម្រាប់ឈ្មោះបងប្អូនដាក់ជាអក្សរខ្មែរឬក៏អង់គ្លេសបានដូចគ្នាអត់អីទេអញ្ចឹងឥឡូវយើងមាន6មុខណាប៉ុន្តែមានតែកូកាគេដែលមាន stock 23ចំនួនអញ្ចឹងសម្រាប់ body soap ទឹកគូលែននេះឬក៏ foam អីនេះយើងអត់មាន stock ទេយើង0ឥឡូវខ្ញុំទៅទទួល stock ចូលដើម្បីឲ្យមានចំនួនដើម្បីយើងរាប់តេស្តមើលអញ្ចឹងសម្រាប់កូកា23គឺមានហើយឥឡូវយើងទៅដល់ខ្ញុំសុំ back មកវិញបន្តិចអញ្ចឹង stock ចូលរបស់យើងអញ្ចឹងឡើង stock ចូលនេះឧទាហរណ៍ចាស់ទេអញ្ចឹងដើម្បីទទួល stock ចូលយើងចុចសញ្ញាលេខបូកនេះមកថ្ងៃយកថ្ងៃនេះទៅដាក់ពីម្សិលមិញក៏បានដែរអ្នកផ្គត់ផ្គង់ blank ចោលក៏បានឬក៏បងប្អូនអាចរើក៏បានដែរខ្ញុំដាក់នីកាអីចឹងទៅហេអញ្ចឹងអាចសេសម្គាល់អីបន្ថែមបានឥឡូវខ្ញុំអត់សរសេរទេខ្ញុំសុំ save ប៉ុណ្ណឹងអូខេអញ្ចឹងនៅខាងលើគេនេះបើយើង create ថ្មីមកគឺវានៅខាងលើគេនេះហើយទី generate load លេខមកហើយអញ្ចឹងឥឡូវដោយសារយើងអត់មាន stock ទេមានតែកូកាទេយើងក្រៅពីហ្នឹងខ្ញុំទទួលចូល10បាទ scan សម្ភូយើង body soap ចឹង body soap នេះយើងទទួលបាន10ចឹងຂະຫນាត់ដូចជា10ចឹងរួចរាល់ដាក់លើចំនួនហើយយើងអាច save ចឹងវាបើកមកផ្ទាំងថ្មីមួយទៀតហើយតោះបន្ទាប់ពីសម្ភូយើងមានផលិតផលផ្សេងទៀតខ្ញុំសូម scan យកទៅម្ដង10កំប៉ុងតើតើនឹងកូកាថែម10កំប៉ុងទៀតថែមកូកា10កំប៉ុងទៀតចឹងឡើង23 33តោះខ្ញុំឧទាហរណ៍10ទឹកគូលែននេះเราទទួលចូល10ដែរ
10 ចឹងបន្តទៀតបងអាច search ក៏បានដែរ search គឺឃើញដូចគ្នាលេងដាក់ hair shampoo 10ដែរface Sol foam 10 tip green tea នេះ10ដែរអូខេយើងចូលហើយយើងមើលមកមានប៉ុន្មានមុខដែលយើងបញ្ចូលគឺមាន6មុខយើងមួយមុខ10ដែលយើងចូលថ្ងៃ4ណាចូលថ្ងៃ6នេះចូល6ខែ4ហ្នឹងគឺមាន6មុខមុខ10មុខ10អូខេយើងមាន6មុខហ្នឹងជាងចូលមុខ10មុខ10យើងទៅមើលចំនួន stock របស់យើងវិញ back to card ណាផលិតផលរបស់យើងគឺយើងចូលនេះកូកាមាន23យក10ទៀតឡើង33អញ្ចឹងមុខ10មុខ10ជាងចូលយើងចូលហើយយើងចេញដូចគ្នាបងប្អូនអាចចុចនឹងមកអាចរើសតេជនដាក់ពិសីអញ្ចឹងទៅឬក៏ដាក់ general ទៅអាច save មកអូនចុចលើហ្នឹងទៅហើយអាច add ណាគឺបានដូចគ្នាអញ្ចឹងអាច search ឬក៏ scan search ឲ្យនេះក៏បានដែរ6មុខរបស់យើងហ្នឹងចឹងឲ្យចេញកូកាមិនមាន33យើងចេញ13ដល់13ណាខ្ញុំឧទាហរណ៍ផលិតផលមួយទៀតទេអូខេ facial foam នេះគឺចេញ5ជាងមាន stock 10ចេញ5គាត់ណាគឺសល់5អូខេអញ្ចឹងយើងចេញតែ2មុខហ្នឹងទៅយើងទៅមើល stock របស់យើងវិញចេញតែ2មុខទេមិញគឺមានកូកា33ចេញដល់10ដល់13 20ជាង facial foam មកយើងមាន10អញ្ចឹងចេញហើយមើលប្រវត្តិបាននេះយើងចូល10ចេញអស់5អញ្ចឹង stock របស់យើងគឺសល់5ចុងគ្រានេះអូខេចូលបងអាចមើលនៅក្នុង item ហ្នឹងក៏បានដែរមិនទាន់មានប្រវត្តិរាប់ទេយើងទៅរាប់ទាំងអស់គ្នាអ្វីដែលសំខាន់ថ្ងៃហ្នឹងគឺខ្ញុំចង់បង្ហាញពីការរាប់ចឹងយើងរាប់ថ្ងៃហ្នឹងដាក់ new មួយបាទហើយខ្ញុំសុំ create មួយមកដើម្បីរាប់ចឹងណែនៅខាងក្រោមណាខ្ញុំចុច generate មួយមកបានអញ្ចឹងសម្រាប់ការរាប់បងប្អូនមកមើលកន្លែងថ្ងៃខែនេះគឺសំខាន់ចឹងឥឡូវយើងរាប់ថ្ងៃណារាប់ថ្ងៃ6អញ្ចឹង start date នេះយើងដាក់ថ្ងៃ6មកអូខេជាយើងអាចរាប់ដល់ថ្ងៃ7ថ្ងៃ8នៅរឿងរបស់យើងទេខ្ញុំអាចរាប់ពីថ្ងៃ6ទៅឬដាក់ថ្ងៃ6ហ្នឹងដូចគ្នាមកអូខេអញ្ចឹងយើងកូកាយើងមិញយើងមាន33ចេញឲ្យ13សល់20អញ្ចឹងគឺចុងគ្រារបស់យើងគឺសល់20អញ្ចឹងលើម៉ាស៊ីនយើងរាប់ឃើញមួយវាត្រូវបាត់19នេះបងប្អូនសំខាន់ណាស់នេះលេខរៀងគឺលេខរៀងទី2អញ្ចឹងលេខរៀងនេះយើងងាយស្រួលផ្ទៀងនៅក្នុង list ដែលយើង print ហ្នឹងអញ្ចឹងអត់ងាយពិបាករយនេះទៅ6 item ចុះ100ឬក៏1000 item បងប្អូននៅរវាជាយើងអត់រទេយើងមើលលេខរៀងយើងបើកទៅយកតែម្ដងរដែរគាត់រយៈពេលខ្លីដោយសារយើងដឹងថាវានៅកន្លែងណារួចហើយអញ្ចឹងនេះគឺសំខាន់គឺនេះយើងអាចរាប់លឿនអញ្ចឹងឥឡូវចំនួនយើងដាក់20ទៅឬក៏ដាក់19ទៅនៅវានៅបង្ហាញបាត់មួយនៅពេលចុងចាំនៃ report របស់យើងគឺបាត់មួយអញ្ចឹង save អញ្ចឹងផ្សេងទៀតខ្ញុំរាប់ឲ្យគ្រប់ចំនួនតែម្ដងទៅអញ្ចឹងនេះសល់10ដាក់10របស់គេមកតោះ
នេះ10ដាក់10របស់គេវិញមកគ្រប់ចំនួនទី3តាគូលែននេះចំនួន10អញ្ចឹងគ្រប់ចំនួននេះយើងអាមកគឺគ្រប់ចំនួនចុងគ្រា10យើងរាប់ឃើញ10ខាងលើនេះអញ្ចឹងបង្ហាញគ្រប់ចំនួននេះគឺនៅរៀងទី3អញ្ចឹង save មកអញ្ចឹង6មុខរបស់យើងរាប់បានរួចហើយយើងអាចចុចលើហ្នឹងឃើញ ending ចុងគ្រាហ្នឹងគឺមានសល់ប្រមាណ20 10 10 5និង10ចំនួននេះគឺចំនួនយើងរាប់ឃើញអញ្ចឹងមិញយើងបាត់តកោការមួយទេអញ្ចឹង variant នៅក្នុង report វានឹងបង្ហាញតោះអញ្ចឹងយើងទៅមើល report របស់យើងនេះឯកសារដែលយើង print ចេញក្រៅដើម្បីយកទៅផ្ទៀងផ្ទាត់ហ្នឹងគឺមាន6មុខហ្នឹងមានលេខរៀងមានរូបភាពមានឈ្មោះហើយនឹងចុងគ្រាស10 20 10 10តោះអញ្ចឹងចំនួនរាប់អត់ទាន់ចូលទេដោយសារយើងអត់ទាន់ generate ទេម្ដងទៀតនេះយើង generate មុនរាប់យើងរាប់ហើយយើង generate ម្ដងទៀតណាឃើញមានលំអៀងណា00ចំនួនរាប់ហ្នឹងគឺអត់មានទេតើឥឡូវយើងទៅមើល generate ម្ដងទៀតបន្ទាប់ពីរាប់ហើយអញ្ចឹងមុនរាប់ហ្នឹងយើង generate ដើម្បីយក list ហ្នឹងយកទៅរាប់បន្ទាប់ពីរាប់ហើយយើង generate ម្ដងទៀតហ្នឹងគឺរួចរាល់ហើយអញ្ចឹងងាយស្រួលទេបងប្អូនមិនបាច់ធ្វើឯកសារទេមានតែរាប់ហើយគឺហើយតែម្ដងយើងដឹងថា event របស់យើងបាត់ប្រមាណលើសប្រមាណខ្វះប្រមាណគឺយើងដឹងភ្លាមតែម្ដងអញ្ចឹងយើងចំណាយពេលដើម្បីរាប់ហ្នឹងគឺរាប់ឲ្យច្បាស់លាស់ព្រោះយើងរាប់ហើយឯកសារយើងគឺរួចរាល់ហើយអញ្ចឹងធ្វើម៉េចរាប់ឲ្យច្បាស់នៅកំឡុងពេលយើងរាប់ហ្នឹងអញ្ចឹងចំនួនរាប់គឺមកហើយអ្នករាប់ហើយឃើញទេបងប្អូនមិញយើងខ្វះតែកោការមួយទេលំអៀងមួយដកហ្នឹងមានន័យថាគឺបាត់មួយហើយក្រៅពីហ្នឹងគឺគ្រប់ឲ្យ6មុខមិញយើងរាប់ទាំងអស់គ្នាគឺមានន័យថាខ្វះតែកោការមួយទេគឺយើងរាប់ឃើញ19អញ្ចឹងបាត់មួយអញ្ចឹងងាយសម្រាប់បងប្អូនអញ្ចឹងហើយបងប្អូនមានតម្រូវការក្នុងការគ្រប់គ្រងជាពិសេសការរាប់ហ្នឹងអាចតាក់ទងតាមលេខ Telegram link Telegram ខាងលើនៅក្នុង description ហ្នឹងបានឬក៏មានចងល់ពាក់ព័ន្ធនឹងការប្រើប្រាស់ឬក៏ចង់បានអ្វីបន្ថែមបងប្អូនអាចសួរតាម Telegram ឬក៏ page បានដូចគ្នាបានអញ្ចឹងសូមអរគុណខ្ញុំមានប៉ុណ្ណឹងអញ្ចឹងឯកសាររាប់ stock របស់យើងគឺរួចរាល់អញ្ចឹងអរគុណបងប្អូនដែលបានមើលវីដេអូនេះរហូតដល់ទីបញ្ចប់បាទសូមអរគុណជាចុងក្រោយនេះខ្ញុំសូមបញ្ជាក់ម្ដងទៀតមិនថាស្ថាប័នរដ្ឋឬក៏ឯកជនទេគឺយើងអាចយកទៅប្រើប្រាស់បានដូចគ្នា